គៀនស្វាយខេត្តកណ្ដាលកូនស្រីលោកមេបាឈ្មោះនាងសុកសេរីឲ្យទៅកូនប្រុសឈ្មោះលោកយុសសម្បត្តិតើលោកមេបាមានប្រសាសន៍យ៉ាងណាដែរសូមទានលោកជ្រាបបាទឥឡូវចេះណាអស់លោកមេបាយើងទាំងអស់គ្នាពេលនេះគឺខាងអ្នកផ្លូវស្រីទាំង3ចូលមកស្ដីដណ្ដឹងកូនស្រីយើងនាងសុកសេរីដែលជាបុត្រីពៅផងឲ្យទៅយុវជនយុសសម្បត្តិឥឡូវលោកមេបាទាំងអស់បែបជាមិនយល់ទាស់ទេប៉ុន្តែក្នុងពេលនេះខ្ញុំបាទនឹងយើងខ្ញុំបានឮការរៀបរាប់មកប៉ុណ្ណេះហើយក៏អាចនឹងយល់អាចនឹងស្គាល់បានខ្លះប៉ុន្តែឱកាសនេះយើងខ្ញុំទាំងអស់គ្នាទុកពេលដើម្បីពិគ្រោះជាមួយញាតិសន្តានបន្តទៅទៀតសូមអ្នកនាងទាំង3ជ្រាបណាចាសូមចង់បានទៅនឹងឆាប់ដែរការជួបជុំពិគ្រោះគ្នាវាមិនដឹងថាបានជួបជុំគ្នាពេលណានឹងពិគ្រោះគ្នាសម្រាប់ទៅពេលណាក៏មិនទាន់បានដឹងបាទខាងកូនស្រីនឹងហាក់ដូចជាមិនទាន់មានការសម្រេចចិត្តឲ្យអស់នៅឡើយទេដោយថាមិនទាន់បានឃើញរូបឆោមលួងពណ៌អាកប្បកិរិយាផ្នែកខាងកូនកន្លោះសម័យខ្លួននៅឡើយផងហើយម្យ៉ាងសូមឲ្យអ្នកផ្លូវនឹងទៅរកមនុស្សប្រុស3នាក់ដែលមានជើងជាស្មារឹងដើម្បីមកគាល់យើងជាមេបាហើយតែប៉ុណ្ណឹងជាការបញ្ចប់ចាស់លោកហៅថាពិសាស្លាកនសែងឬមួយពាក្យមួយហៅថាពិសាស្លាជាប់ពាក្យតូចឬហៅថាបញ្ជាប់ពាក្យតូចពិធីស្ដីដណ្ដឹងជើងទី3ឬហៅថាពិធីពិសាស្លាបញ្ជាប់ពាក្យក្នុងកិច្ចជើងទី3ពិសាស្លាបញ្ជាប់ពាក្យនេះក្រោយពេលដែលយើងបានតម្រួយអំពីជើងទី2រួចហើយកិច្ចជើងទី3អ្នកដើមការបានន័យថាមេដាបេដាអាណាព្យាបាលខាងកូនប្រុសត្រូវរៀបចំបណ្ដាប់បណ្ដាឲ្យអ្នកផ្លូវទាំង3នឹងកាន់ច្រើនទៅទឹកបន្ទាប់ជាប់នៅដៃយកមកជូនខាងត្រកូលលោកមេបាខាងកូនស្រីរីឯមេបាខាងកូនស្រីក្រោយពេលបានព័ត៌មានថាខាងប្រុសទៅចូលមកជាប់ពាក្យនៅថ្ងៃណានោះគាត់រៀបចំចាត់ចែងផ្ទះសម្បែងប្រមូលញាតិមិត្តក្រុមគ្រួសារសាច់សាលោហិតរបស់គាត់កាន់តែច្រើនដើម្បីមកចាំធ្វើការសម្រេចចិត្តដូច្នេះជើងទី3នេះជាជើងសម្រេចចិត្តដាច់ខាតថាមិនលើកជូនឬមួយក៏សម្រេចចិត្តថានឹងលើកជូនសូមនិយាយបញ្ជាក់ថាការចូលទៅជើងទី1ក្តីជើងទី2ក្តីជើងទី3ក្តីអ្នកដែលចូលមកតែងតែពិនិត្យមើលអំពីថ្ងៃល្អដែររឹកល្អយាមល្អពេលណាចូលមកនិយាយទៅអាចគេស្ដាប់បាននិយាយទៅអាចខាងស្រីយល់ព្រមទើបយកថ្ងៃខែនោះដើម្បីចូលមកឲ្យដំណឹងមកខាងកូនស្រីនឹងចូលមករៀបចំធ្វើជាពិធីស្ដីដណ្ដឹងនិងកិច្ចការជាបន្តបន្ទាប់ចាខ្ញុំជម្រាបសួរលោកមេបាតាដូនបងប្អូនទាំងអស់ចាបាទមកញញឹមស្រស់ស្រាយរីករាយណានាងសុខសប្បាយណាស់ទាំងអស់គ្នាណាសុខសប្បាយទេបាទចាការជើងទី2នាងខ្ញុំបានទាំង3នាក់នេះបានចូលមកស្ដីដណ្ដឹងកូនស្រីលោកមេបាដូចលោកមេបាជ្រាបស្រាប់ហើយលោកបានបង្គាប់បញ្ជាដល់នាងខ្ញុំជាអ្នកផ្លូវស្រីទាំង3នាក់នេះឲ្យរកនៅអស់ភ័ព្វភាពបណ្ដាការនឹងនាំសម័យខ្លួនកូនប្រុសមកឲ្យលោកមេបាអង្គាត់ពិនិត្យមើលដូច្នេះនាងខ្ញុំជាអ្នកផ្លូវស្រីទាំង3នាក់នេះមិនអាចបំរើជើងការលោកមេបាយក2ថ្ងៃ3ជូនលោកមេបាបានដាច់ស្រេចទេនាងខ្ញុំនឹងសុំដកខ្លួនចុះទៅក្រោមទៅពឹងឲ្យដើមការរកអ្នកប្រុសទាំង3ជើងជាឆ្មារឹងនឹងមានប្រាជ្ញាឆ្លៀវវៃមកបំរើជើងការជូនលោកមេបាគម្រប់ជើងទី3ជាជើងបញ្ចប់ពាក្យតើលោកមេបាបញ្ញត្តិអ្នកទាំង3យ៉ាងណាដែរសុំទានលោកមានប្រសាសន៍ដោយអនុគ្រោះចាសាធុប្របីណាស់អញ្ចឹងយើងជាមេបាទាំងអស់គ្នាក៏ត្រេកអរណាស់ចំពោះអ្នកនាងទាំង3រូបហើយក៏សូមអញ្ជើញអ្នកផ្លូវទាំង3នោះចូលមកជួបយើងជាមេបាដើម្បីពិភាក្សាកិច្ចការនេះបន្តទៅទៀតចុះសូមអញ្ជើញខ្ញុំសូមអរគុណលោកមេបាជួយចូលណាបាទសូមជម្រាបសួរលោកមេបាប្រុសស្រីទាំងអស់ដោយសេចក្តីគោរពទេណាបាទបាទបានការខ្ញុំបាទសូមក្រាបប្រណិប័ត
លោកមេបាប្រស្រ័យទៅធំតកូលនេះបងផងទៅពួងដោយសេចក្ដីគោរពការក្រៀមមុនលោកបានពិសាស្លាដកស្លាកន្សែងជើងទី1និងជើងទី2ហើយពេលនេះទើបអ្នកដើមពំនឹងគឺលោកយុសបូនិងអ្នកស្រីសំបាននៅភូមិត្រពាំងឈូកឃុំរវៀងស្រុកសំរោងខេត្តតាកែវបានពឹងពររកខ្ញុំបាទទាំង3រូបខ្ញុំបាទទី1នេះឈ្មោះវាយវិបុលរស់នៅភូមិអង្គតាច័ន្ទឃុំលីបូស្រុកត្រាំកក់ខេត្តតាកែវមានខណ្ឌស្លាក្រយាសំពះត្រឹមត្រូវប្រពន្ធរស់នៅសពថ្ងៃឈ្មោះនាងខែមសក់បាទប្រពៃណាខ្ញុំបាទឈ្មោះង៉ែតអឿនរស់នៅភូមិពាំងជោគឃុំរវៀងស្រុកសំរោងខេត្តតាកែវឯភរិយាឈ្មោះខំអានខ្ញុំបាទមានខណ្ឌស្លាកយ៉ាងពេះគ្រប់គ្រាន់សូមជម្រាបលោកបាទខ្ញុំបាទឈ្មោះហ៊ានមកនៅភូមិកសាំងឃុំកណ្ដឹងស្រុកវទីខេត្តតាកែវភរិយាខ្ញុំបាទឈ្មោះទឹមយ៉នមានជីវិតរស់នៅធម្មតាមានខណ្ឌស្លាកាយាជំពះត្រឹមត្រូវសាធុប្រពៃណាឃើញថាលោកអ្នកទាំង3មានខណ្ឌស្លាកាយាសំពះជួបជុំក្រុមគ្រួសារប្តីប្រពន្ធកូនចៅគឺសុខដុមរមនាសុខសប្បាយទាំងអស់គ្នាហើយចឹងមានកិច្ចទៀតយ៉ាងណាសូមអញ្ជើញបាទទាំង3នាក់ទទួលភារៈតាមអ្នកដើមពំនឹងបានពឹងពររកមកពេលនេះដើម្បីឲ្យធ្វើជាអ្នកមហាប៉ុន្តែពាក្យទាំងនោះជាពាក្យរបស់លោកអ្នកសម័យដើមការមិនដឹងថាតើលោកមិនបាននៅទីនេះលោកព្រមអនុញ្ញាតឲ្យខ្ញុំបាទធ្វើកិច្ចការឬមិនព្រមទេខ្ញុំបាទសូមលោកមិនបានមេត្តាពិនិត្យពិតប្រាកដមើលនៅលក្ខរូបរាងកាយលក្ខណៈសម្បត្តិមហាខ្ញុំបាទទាំង3នាក់បើឃើញថាត្រឹមត្រូវល្មមធ្វើការជូនលោកបាទហើយសូមលោកមេត្តាបំពេញស័ក្តិបំពាក់ងារដល់ខ្ញុំបាទទាំង3នាក់ឲ្យធ្វើកិច្ចការជូនលោកជាមហាពេញច្បាប់ណាប្រគុណសូមទានជ្រាបសូមឲ្យលោកមេបាយើងខាងស្រីទាំងអស់គ្នាជួយពិនិត្យមើលលោកអ្នកទាំង3រូបនោះថាតើកម្លាំងពលំរូបឆោមលំពណ៌ឬក៏សមត្ថភាពរបស់គាត់អាចបំពេញការងារជាមហាបម្រើការងារការកូនលោកមេបាយើងបានដែរទេសូមជួយមើលទាំងអស់គ្នាសិនបាទសំរុំហើយបើឃើញរូបឆោមលំពណ៌ស័ក្តិសមអាចបម្រើការងារបានហើយប៉ុន្តែក្នុងនេះយើងជាមេបាបញ្ជាក់ឲ្យខ្លីមកវិញថាតើលោកអ្នកទាំង3រូបអាចទទួលតួនាទីភារកិច្ចនេះបម្រើលោកមេបាបានដែរឬក៏យ៉ាងណាសូមមានប្រសាសន៍មកចុះសូមអរគុណចំពោះលោកមេបាខ្ញុំបាទនឹងធានាថាបម្រើកិច្ចការជូនលោកមេបាឲ្យបានគ្រប់គ្រាន់តាមលទ្ធភាពនិងសមត្ថភាពកម្លាំងពលកម្មទេណាសូមទានជ្រាបបាទប្រពៃណាឥឡូវនេះលោកមេបាយើងទាំងអស់គ្នាខាងជួរលើជួរក្រោមដោយលោកអ្នកទាំង3រូបធានារ៉ាប់រងថាអាចធ្វើមហាទេពមហាមន្ត្រីមហាភក្តីបម្រើការងារយក2ថ្ងៃ3បានអញ្ចឹងឲ្យបានពេញសយុះណាយើងជាមេបានឹងបកគលអាវផាយជូនដល់លោកអ្នកទាំង3បំពេញឋានៈឲ្យពេញសយុះបម្រើការងារលោកមេបាឲ្យបានជោគជ័យតទៅចុះអ្នកមិញដែលមិនតាន់មានប្រហុំអាវផាយអញ្ចឹងទៅមើលដូចជាមិនតាន់ស័ក្តិសមឥឡូវយើងមើលទាំងអស់គ្នាគាត់ពាក់អាវផាយស័ក្តិសមជាមហាទេពមហាមន្ត្រីមហាភក្តីអាចការងារបានឈរមើលសមហើយណាចឹងសូមអញ្ជើញអង្គុយចោលហើយមានកិច្ចយ៉ាងណាទៀតក៏សូមបន្តអញ្ជើញទៅទៀតចុះបាទការក្រៀមមុនលោកមេបាបានបំពេញស័ក្តិបំពាក់ងារខ្ញុំបាទទាំង3រូបឲ្យទៅជាមហាទេពមហាមន្ត្រីមហាភក្តីហើយមានអាវផាយនេះជាសម្គាល់គឺជាអាវមានសេរីយុះខ្ពង់ខ្ពស់សូមពាក់អាវផាយស្រាយមាត់ថងតម្រង់កូនប្រអប់ចាក់តែដាក់ពេង2ឲ្យប្រទីមកគូមលូ3ម៉ាត់លើកហាត់ប្រណិប័តលោកមេបាប្រុសស្រីទៅធំតកូលរៀងឆ្លងផ្លងទៅគួងដោយសេចក្តីគោរពប្រគុណហើយការព្រាមុនលោកមេបាបានពិសាស្លាដកស្លាកន្សែងជាលើកទី1លើកទី2រួចហើយពេលនេះជាជើងទី3មហាខ្ញុំបាទសូមចងស្ពានមានមេត្រីស្ដីដណ្ដឹងកូនស្រីរបស់លោកឈ្មោះនាងសុកសេរីដែលជាកូនស្រីរបស់លោកសុកចម្រើនអ្នកស្រីពេញលក្ខិណាបាទនៅភូមិជ្រោយអំពិលឃុំក្បាលកោះស្រុកគៀនស្វាយខេត្តកណ្ដាលនេះឲ្យទៅកូនប្រុសខ្ញុំបាទឈ្មោះយុសសម្បត្តិជាកូនប្រុសរបស់លោកយុសបូននិងស្រីសំបាននៅភូមិឃុំស្រុកខេត្តនាមដូចខាងលើបើលោកមេបាមេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានស្ដីដណ្ដឹងខ្ញុំបាទសូមជូនភ័ព្វភាបណ្ដាការផងទាំងឡាយរួមទាំងរបស់បញ្ចាំចិត្តណាប្រគុណសូមទានជ្រាបសាធុប្របីណាស់ខ្ញុំបាទយើងខ្ញុំជួសឲ្យមេត្តាបិតាលោកមេបា
សូមបញ្ជាក់ជូនថាការមកតាមផ្លូវទៅតាមច្បាប់ស្ដីដណ្ដឹងកូនស្រីយើងឈ្មោះនាងសុកសេរីក្នុងពេលនេះដោយយើងជាវិបាលទាំងអស់គ្នាមិនទាន់បានឃើញនិងស្គាល់នៅកូនកំឡោះរបស់លោកអ្នកមហាតើគេនោះមានរូបសម្បត្តិលក្ខណៈចរិយាហើយចេះប្រកបការងាររកទទួលទានឬក៏មានរូបរាងកាយវិកលវិការចរិយាទុពលភាពល្អឬអាក្រក់យ៉ាងណាដូច្នេះក្នុងពេលនេះលោកមហាទាំង3អាចបញ្ជាក់ជូនយើងជាលោកវិបាលទាំងអស់គ្នាបានដឹងដែរឬទេសូមមានប្រសាសន៍ ខ្ញុំបានសូមបញ្ជាក់ជូនថាកូនប្រុសខ្ញុំបានឈ្មោះយុះសម្បត្តិនោះជាមនុស្សសុចរិតត្រឹមត្រូវទៀងត្រង់ស្លូតបូតល្អទេណាប្រគុណសូមទានជ្រាប ការធានាអះអាងតែមាត់ទទេយ៉ាងនេះយើងទាំងអស់គ្នាជាវិបាលខាងស្រីមិនទាន់ទទួលយកជាផ្លូវការបានឡើយហេតុដូច្នេះហើយសូមលោកអ្នកមហាទាំង3នាំកូនកំឡោះលោកអ្នកមហាមកឲ្យយើងទាំងអស់គ្នាជាវិបាលបានឃើញផ្ទាល់នឹងភ្នែកផងក្នុងពេលនេះបានដែរទេណា បានរៀនបានលោកអរគុណចំពោះលោកវិបាលទីណាស់ការក្រៀមមុនខ្ញុំបាទជម្រាបប្រសាសន៍លោកថាពាក្យសម្ដីទាំងនោះមិនទាន់អាចយកជាបន្តសាក់សីបានទេហើយលោកវិបាលក៏មានប្រសាសន៍ថាចង់ឃើញកូនប្រុសខ្ញុំបាទដូច្នេះមិនថ្មីទេមហាខ្ញុំបាទសូមបង្ហាញខ្លួនកូនប្រុសដើម្បីមកឲ្យលោកវិបាលពិនិត្យរូបរាងកាយទៅណាសូមអញ្ជើញទានកូនប្រុសមកឲ្យកូនក្រាបគោរពចំពោះលោកវិបាលទាំងអស់ទៅណាហើយជំរាបសួរញាតិមិត្តទាំងអស់ឲ្យលោកពិនិត្យសូមលោកវិបាលមេត្តាពិនិត្យមើលកូនប្រុសខ្ញុំបាទចុះទៅណា រូបឆោមលំពណ៌ល្អកណ្បើហើយណាបាទប៉ុន្តែក្នុងនេះទៀតដោយយើងទាំងអស់គ្នាពុំទាន់បានដឹងថាតើកូនកំឡោះលោកមហាសពថ្ងៃក្រែងលោកប្រកបអាជីពលេងប្រមឹកផឹកស្រវឹងឬក៏មានការជាប់ជំពាក់បំណុលបុលបដាក់គេច្រើនហួសហេតុពេកទី1ទី2ទៀតក្រែងបើមានខុសហើយមានទោសមានទណ្ឌជាទម្ងន់និងទី3ក្រែងលោកកូនកំឡោះលោកមហានេះមានគូកំណាន់ប្រកាន់ខ្ជាប់នៅក្នុងចិត្តគិតថានឹងយកធ្វើជាភរិយានៅពេលខាងមុខប៉ុន្តែក្រែងមេត្តានិងបិតាមិនយល់ព្រមរមមជាមួយទើបបង្វែរបែរមកចូលស្ដីដណ្ដឹងកូនស្រីយើងក្នុងពេលនេះតើលោកអ្នកមហាទាំង3រូបអាចបញ្ជាក់ចំណុចទាំង3នេះជូនយើងបានដឹងដែរឬទេលោកមហាសូមអញ្ជើញ មហាខ្ញុំបាទសូមជម្រាបបញ្ជាក់ជូនលោកវិបាលថាកូនប្រុសខ្ញុំបាទពិតជាមនុស្សសុចរិតត្រឹមត្រូវស្រូបបូតទៀងត្រង់ប្រកបមែនបើមិនពិតដោយមាត់ប្រកបដូចខ្ញុំបាទបានជម្រាបថាទេមហាខ្ញុំបាទទាំង3នាក់សូមធានាអះអាងថាផុសភាបណ្ដាការដែលនាំមកទាំងប្រមាណនេះរួមទាំងរបស់បញ្ចាំចិត្តសូមជូនលោកវិបាលទាំងអស់ចុះទៅវិញទៅខ្លួនទៅទេណាប្រគុណសូមទានជ្រាបបាទបើសិនជាកូនលោកមហាល្អស្អាតត្រឹមត្រូវដោយសេចក្តីរៀបរាប់មកប៉ុណ្ណេះយើងជាវិបាលក៏យល់ព្រមល្មមនឹងឲ្យទៅចុះតែក្នុងនេះយើងក៏សូមបញ្ជាក់ជូនទៅលោកមហាទាំង3ហើយសូមមេត្តាទៅប្រាប់ដល់កូនកំឡោះថាសូមឲ្យកូនកំឡោះសម័យខ្លួននោះមានការស្គាល់គោរពរាប់អានយើងជាមេបាចាស់ទុំផងធ្វើយ៉ាងណាកុំឲ្យមានការច្រឡះបឹសនិងច្រឡំខានផ្ទុយនឹងច្បាប់ប្រពៃណីខ្មែររបស់យើងហើយទី2ទៀតចំពោះកូនកំឡោះលោកមហាថាមានភារកិច្ចធ្វើជាគ្រូបង្រៀនផងនោះការមកនៅបម្រើតកូលយើងជាមេបាខាងស្រីគឺមិនបាច់ទេណាដោយមានការរវល់បង្រៀននៅកូនសិស្សឯនោះផងម្យ៉ាងទៀតក៏សូមលោកមហាទាំង3ជំរាបជូនដល់មេត្តាបិតាខាងប្រុសឲ្យលោករកគ្រូហៅគួនទាយមើលជោគជតារឹកពីពលានៃកូនទាំងពីរព្រមទាំងសរសេរលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់ឲ្យយើងជាមេបាទាំងអស់គ្នាបានឃើញផងក្នុងនោះក៏សូមលោកមហាទាំង3ជំរាបដល់មេត្តាបិតាខាងប្រុសឲ្យធ្វើផ្ទះឲ្យយើងបានមួយខ្នងមាន3ល្វែងមានចែងហប់មុខហប់ក្រោយ
ហើយការធ្វើនេះគឺធ្វើអំពីឈើប្រក់ស្លឹកក្នុងកិច្ចនេះសូមលោកមហាជ្រាបថាយ៉ាងណាឲ្យហើយមុនរដូវដែលប្រសង់ចូលកាន់ប្រវសា សូមលោកមហាជ្រាប បាទសូមអរគុណចំពោះលោកមេបាទៀតណាការក្រៀមមុនលោកមេបាបានដាក់កិច្ចការទាំងឡាយមាន3ចំណុច ហើយលោកមហាយើងខ្ញុំទី2ទី3សូមមេត្តាកត់ត្រាទុកទៀតណាទី1គឺលោកមេបាបានបង្គាប់ឲ្យខ្ញុំបាទណែនាំកូនប្រុសខ្ញុំបាទឲ្យចេះគោរពចំពោះលោកមេបាចាស់ទុំទាំងអស់កុំឲ្យប្រើអាកប្បកិរិយាចរណះបោះច្រឡំខាមដោយប្រការណាមួយហើយទី2ឲ្យខ្ញុំបាទនឹងយកថ្ងៃខែឆ្នាំកូនប្រុសកូនស្រីទៅរកហោរាគុណគូសំពងសម្ភារព្រឹករុក្ខតារាសីជែកមាសនិងកំណត់ពេលវេលារៀបមង្គលការហើយទី3លោកបានបង្គាប់រាប់ជាមហាខ្ញុំបាទក៏ដូចជាសម័យដើមការឲ្យធ្វើផ្ទះរះសម្បែងមហាខ្ញុំបាទបានពិភាក្សាជាមួយនឹងអ្នកសម័យដើមការថាសូមបំបែកជាសាច់ប្រាក់ចំនួនដែលមានចំនួន6លានរៀលនឹងនាំយកមកជូនលោកមេបាននៅពេលខាងក្រោយក្នុងពេលហែកំណត់ទេណា អញ្ចឹងមេដាបិតាខាងស្រីហើយលោកមេបាចាស់ទុំទាំងអស់គ្នាតើយើងយល់ព្រមល្មមយកជាសាច់ប្រាក់6លានដោយលោកមហាពិភាក្សាជាមួយមេដាបិតាខាងប្រុសដែរឬទេឬក៏យ៉ាងណាសូមមានប្រសាសន៍ទាំងអស់គ្នាណាយល់ព្រមណា ថាទៅទៀតណា អញ្ចឹងលោកមេបាខាងនេះថាយល់ព្រមល្មមទទួលជាសាច់ប្រាក់ចុះណាតាមដំណើរលោកមហាពិភាក្សាជាមួយមេដាបិតាខាងប្រុស ស្នើការចំពោះលោកមេបាចំពោះកិច្ចការនេះបន្តទៀតថាតើលោកមេបាមានទម្រង់ជើងការយ៉ាងណាទៀតសូមទានមានប្រសាសន៍ ឃើញថាការតាក់ទងចរចាចែកចៅស្ដីដណ្ដឹងទៅតាមផ្លូវប្រពៃណីចប់ស្រេចបាច់យល់ព្រមទាំងអស់គ្នាលោកមេបាទាំងសងខាងចឹងដើម្បីជីដូនជីតាជាបុព្វការីជួនលោកស្លាប់ទៅហើយនោះឲ្យបានដឹងឲ្យបានឮឯកភាពជាមួយយើងទាំងអស់គ្នានោះសូមលោកមហាទាំង3រូបចាត់ចែងរៀបចំពិធីព្រេនគ្រប់ជីដូនជីតារៀងតទៅផងបាទឥឡូវយើងខាងនេះសូមមកជួយអុជធូបអុជអីដើម្បីអញ្ជើញជីដូនជីតាឲ្យលោកមេបាដែលលោកស្លាប់ទៅហើយបែកកាយទម្លាយខណ្ឌរាប់រយជាន់រាប់ពាន់ដំណរក្រីនោះឲ្យលោកតើមានគុណនឹងបានដឹងបានឮបានអញ្ជើញចូលរួមក្នុងពិធីនេះផងសូមអញ្ជើញលើកដៃសំពះឡើងទាំងអស់គ្នាហើយលោកមហាសូមធ្វើការព្រេនជូនអញ្ជើញជាដូនជាតាហតាយាយវាមីងបងប្អូនខាងស្រីខាងប្រុសសូមលើកដៃសំពះទាំងអស់គ្នាឡើងថ្ងៃជាថ្ងៃនេះថ្ងៃជាពេលល្អ អរអរដល់ជាថ្ងៃនេះថ្ងៃជា